ខ្ញុំប្រកាសណាខ្ញុំបាទឈ្មោះឈួនខំសេងសូមក្រាបប្រណិប័តថ្វាយបង្គំចំពោះព្រះសង្ឃគ្រប់ព្រះអង្គនិងសូមជម្រាបសួរដល់បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ជាទីគោរពរាប់អានលំដាប់តទៅនេះខ្ញុំនឹងអធិប្បាយពីពាក្យពីរម៉ាត់បញ្ញាសម្បទាបញ្ញាសម្បទានេះផ្ដំដោយសារពាក្យពីរម៉ាត់គឺមួយបញ្ញាទីពីរសម្បទាជាពាក្យបាលីទាំងពីរម៉ាត់បញ្ញាបាលីបើសង្ស្ក្រឹតគេថាប្រាជ្ញាសម្បទាជាពាក្យបាលីបើសង្ស្ក្រឹតថាសម្បត្តិពាក្យពីរម៉ាត់នេះគឺទីមួយបញ្ញាមានន័យថាម៉េចបញ្ញាបញ្ញាមានន័យថាសេចក្តីដឹងទូទៅសេចក្តីដឹងកើតអំពីការស្ដាប់ការគិតការសួរការកត់ត្រានេះបញ្ញាបាលីគេហៅថាបញ្ញាកើតអំពីសុជិពុលិសុនោះគឺស្ដាប់ជិនោះគឺគិតពុនោះបច្ចៈគឺសួរលិខៈគឺកត់ត្រា4ម៉ាត់ហ្នឹងហើយដែលបង្កើតឲ្យកើតមានប្រាជ្ញាឲ្យមានបញ្ញាហើយសម្បទាជាពាក្យបាលីមានន័យថាការដល់ព្រមការគ្រប់ព្រមការគ្រប់គ្រាន់ការបរិបូរណ៍ពីរម៉ាត់ព្រមគ្នាទៅថាបរិបូរណ៍ដោយប្រាជ្ញាបរិបូរណ៍ដោយបញ្ញាខ្ញុំកាលណាខ្ញុំបាទនឹងលើករឿងមួយដើម្បីនឹងបញ្ជាក់ឲ្យឃើញអំពីការបរិបូរណ៍ដោយបញ្ញាតើមានប្រយោជន៍យ៉ាងណាខ្លះនៅសម័យពុទ្ធកាលរាជគហសេដ្ឋីដែលត្រូវជាបងថ្លៃអនាថបណ្ឌិតកសេដ្ឋីមានបុត្រីមួយរូបអាយុ16ឆ្នាំជាស្ត្រីមានរូបសម្បត្តិស្រស់ស្អាតហើយកើតក្នុងត្រកូលនេះមានសេដ្ឋីនេះជាសេដ្ឋីមហាសាលទៀតរាជគហសេដ្ឋីនោះនឹងសេដ្ឋីនៅក្រុងរាជគ្រឹះហើយកូនស្រីនោះឈ្មោះនាងកុណ្ឌលៈកេសីឈ្មោះនាងកុណ្ឌលៈសេដ្ឋីហើយនាងកុណ្ឌលៈសេដ្ឋីនេះមិនមែនមនុស្សធម្មតាទេអស់លោកបើយើងមើលប្រវត្តិតាមបត្រៃបិដកទើបយើងដឹងថានាងកុណ្ឌលៈសេដ្ឋីនេះមិនមែនជាទើបនឹងកើតជាមួយនឹងរាជការសេដ្ឋីទេមានប្រវត្តិយូរលង់ហើយរាប់សែនកាប់មកហើយគេថាសម័យព្រះសម្មាសម្ពុទ្ធព្រះនាមបតុមកុត្តរៈបតុមុត្តរៈព្រះសម្មាសម្ពុទ្ធបើនិយាយពីព្រះពុទ្ធ24អង្គហ្នឹងព្រះអង្គទី10ទី24នោះគឺសមណគោតមយើងហ្នឹងសម័យព្រះសម្មាសម្ពុទ្ធបតុមុត្តរៈសម័យនោះព្រះសម្មាសម្ពុទ្ធយើងនេះយកកំណើតកើតជាពោធិសត្វនៅជាពោធិសត្វកើតជាចដិលពេលនោះចដិលបានអីអ្នកទុកសក់ភ្នួងអ្នកបួសតបោះហើយនាងកុណ្ឌលៈកេសីនោះមកសម័យនោះនាងជាកូនសេដ្ឋីដែរថ្ងៃមួយនាងបានក្រាបថ្វាយបង្គំព្រះពុទ្ធបតុមុត្តរៈនោះហើយបានថ្វាយទានដល់ព្រះអង្គបានព្
ជាកខាពុតជាកនាងថានាងចាប់ប្រពែឥឡូវនេះ100,000កាប់ទៀតបានដៃ100,000កាប់ទៅមុខទៀតណាដល់ไปពុតមកដល់ប្រអ៊ុតមួយព្រះអង្គដែលមានព្រះនាមថាគូដំនាងនឹងបានកើតក្នុងតកូលសេដ្ឋីហើយថ្ងៃក្រោយនឹងបានជាមហាសាវកនៃព្រះសមណគោតមនេះពុទ្ធទំនាយពុទ្ធជាកតាំងតែពីព្រះពុទ្ធបតុងមុតរៈលេមែនដល់រយៈពេល100,000កាប់តាំងពីនោះមកដល់100,000កាប់ដល់ព្រះពុទ្ធព្រះសមណគោតមនោះច្រើនណាស់មិនដឹងជាប្រមាណ10000ជាតិបានតែក្នុងចន្លោះនោះនាងមិនដែលកើតក្នុងត្រកូលអ្នកអន់នេះត្រកូលទេវតាត្រកូលទេវតាទាំង6ជននាងកើតទៅនឹងឯងចុះឡើងខ្លួនបើបីជាកើតជាមនុស្សវិញគឺជាបើគេហបដីគេហបដីមហាសាលបើជាព្រាហ្មណ៍គឺកើតក្នុងព្រាហ្មណ៍មហាសាលបើជាស្ដេចកើតក្នុងស្ដេចមហាសាលដោយចេះចន្លោះក្នុង100,000កាប់នឹងនាងកើតទេវតាភូមិទេវតាប្រមាណជាង6ជាងកើតអូមនុស្សគឺថាមនុស្សសត្វតកូលនេះមានហើយព្រះពុទ្ធវចនៈព្រះត្រៃបិដកបានចែងថាមនុស្សដែលកើតក្នុងតកូលនេះមានតកូលសេដ្ឋីកើតទេវតាក្តីว่าជាមនុស្សតកូលសេដ្ឋីនេះមានបើព្រាហ្មណ៍នេះមានមហាសាលមិនងាយបានទេអស់លោកដល់តែអ្នកនោះណាប្រកបដោយធឿ5ប្រការនៅក្នុងចិត្តជប់ជានិច្ចគ្រប់ជាតិបើមិនមានធឿ5ប្រការទេគឺមិនអាចកើតបានទេតកូលហ្នឹងតកូលគួបមិនអាចកើតបានដោយឆ្នេះនាងគុណលិកេសីជាមនុស្សអស្ចារ្យណាឥឡូវមិនដែលកើតទេវតាព្រមបានមកកើតជាមនុស្សគឺមិនដែលកើតតកូលទៀតសត្វខ្ពស់គឺដោយសារនាងនោះធ្លាប់មាននៅក្នុងចិត្តបណ្ដោះបណ្ដាលនៅក្នុងចិត្តអប់រំធ្វើនេះឲ្យមានក្នុងចិត្តធ្វើ5ប្រការធ្វើ5ប្រការនោះគឺធ្វើអីខ្លះល្អអស់លោកអាចធ្វើតាមបានមិនមែនជាធ្វើបបាទេទី1សទ្ធាជឿបន់បាបទី2សិលវាចាបាបកុំធ្វើដោយកាយវិញ្ញាទី3សុតៈត្រង់ត្រឹមស្ដាប់ធឿទី4ចាគៈលេះសក្តីកំណាញ់ធ្វើទៀនទី5បញ្ញាពិចារណាឲ្យដឹងខុសត្រូវធ្វើ5ហ្នឹងឯងដែលធ្វើឲ្យមនុស្សកើតក្នុងត្រកូលអស្ចារ្យបើមិនទេវតាទេបើកើតជាមនុស្សគឺមនុស្សក្នុងត្រកូលនេះមាននេះធ្វើ5ប្រការនេះក្នុងបត្រៃបិដកមាននិយាយច្បាស់ណាស់នៅភាគ26មិនបានណាដូច្នេះនាងកុណ្ឌលិកេសីជាស្រីអស្ចារ្យណាមិនមែនជាស្រីទើបនឹងមកពីណាម្នាក់មកកើតក្នុងរាជគេហសេដ្ឋីនៅក្នុងរាជគឺទេមិនមែនទេដូច្នេះទំនាយនាងថាដល់ព្រះពុទ្ធសមណគោតមនេះនាងត្រូវកើតក្នុងត្រកូលរាជគេហសេដ្ឋីជាសេដ្ឋីមហាសាលបងថ្លៃអនត្តបណ្ឌិតកសេដ្ឋីពេលនាងមានអាយុ16ឆ្នាំនាងនៅតែលើជឿនលើនេះផ្ទះធ្វើ3 4ជឿននាងនៅជឿនលើទេតែមិនnói đâyចុះមកក្រោមនេះពេលមួយនោះនាងបានចេញអត់តាមប្រគួយក្រៅឃើញរាជបរោះគឺថាអ្នកធ្វើការអើយអ្នកធ្វើការក្នុងក្រសួងរាជការបានបណ្ដើចោម្នាក់យកទៅសម្លាប់ប៉ុន្តែមុននឹងសម្លាប់គេត្រូវបណ្ដើអាក្រោះឲ្យមនុស្សមហាជនឃើញក៏មកយកតម្រាប់តាមទីក្រុងរាជក្រឹសកាត់តាមមុខផ្ទះនាងបានឃើញស្រាប់តែមានចិត្តអាណិតអាសូរចំពោះចោនោះណាចិត្តអាណិតអាសូរចង់ធ្វើម៉េចឲ្យគេរួចពីទុក្ខក៏កើតទៅជាសក្តីស្រឡាញ់ចោនោះ
ដេកមិនលក់បកមកលហើយឪពុកម្ដាយសួរគឺប្រាប់ត្រង់ហ្នឹងបើមិនបានទេខ្ញុំសុកចិត្តស្លាប់និយាយយ៉ាងណាក៏ដោយថាកូនឯងកុំអីចាំពុកម៉ែទៅរកប្រុសណាមួយដែលមានវណ្ណៈស្មើនឹងយើងអើយអត់ព្រមបើមិនបានចូលនោះសុកចិត្តស្លាប់ទិលតម្រេះឪពុកបានយកលុយមួយប៉ុនកហបណៈយកទៅសោកអារីបរោះកំពុងបណ្ដោយចោលនោះដោយសារលុយមកប៉ុនកហច្រើនអារីបរោះនោះសុកចិត្តក្បត់បញ្ជារបស់ស្ដេចថាយកបរោះនោះទៅសម្លាប់វាយកហើយវាចំណាយខ្លះទៅរកមកមនុស្សដទៃយកមកជំនួសយកទៅស្លាប់វិញហើយសេដ្ឋីមេដាបេដាហ្នឹងក៏បានយកបរោះនោះទៅឲ្យនាងធ្វើជាប្តីនាងបានតាមក្នុងសម្ភៅថាអត់យូរមិនយូរទេមនុស្សខូចមនុស្សអាក្រក់ថាបាន2-3ថ្ងៃប៉ុណ្ណឹងនៅជាមួយនាងក៏កើតកំណត់អាក្រក់ឡើងយីអញឃើញប្រពន្ធអញពាក្យមាសពាក្យពេជ្ររយោងចុះកូនសតីបើសំណាយជាបានមាសពេជ្រមកដល់ដៃអញសបាយដើរលេងស្រួលផឹកស៊ីស្រួលសបាយក៏មានកំណត់គិតរកឲ្យបាយគិតដើម្បីនឹងសម្លាប់នាងយករស់ត្រឹបនៅក្នុងខ្លួននាងហ្នឹងក៏ធុយជាបាយប្រាប់នាងថានាងនោះឃើញប្តីមុខសម្បូរសួរហើយអាចោនោះក៏បានប្រាប់នាងថាបងអូនអើយកាលគីដើរអាក្រោះបងបណ្ដើអាក្រោះបងយកស្លាប់នោះណាបងភ័យពេលភ័យហ្នឹងហើយនឹកឃើញថាអូអ្នកតាលើកពូលភ្នំស័ក្តិសិទ្ធិណាក៏បន់អ្នកតានោះឲ្យជួយបើខ្ញុំបានរស់រួនជីវិតខ្ញុំនឹងធ្វើពលិកាចំណីអាហារបងសួងដើម្បីបួងសួងលាបំណន់ស្រាប់ឥឡូវនេះបងបានរស់រៀនមានជីវិតបានធ្វើជាប្តីប្អូនទៀតដូច្នេះបងនឹកឃើញថាពេលនេះជាពេលគួរហើយនឹងធ្វើជារៀបចំខ្សែរៀបចំអីវ៉ាន់ប្រដាប់ប្រដាដើម្បីទៅលាបំណន់នៅលើកពូលភ្នំប្រពន្ធស្រឡាញ់ប្តីក៏តាមជួយរៀបចំអីវ៉ាន់រៀបតាមហ្នឹងរហូតដល់ប្រើអាមាតអីឡើងអោយដឹកស្បៀងអាហារស្អីដែលត្រូវការយកទៅបួងសួងហ្នឹងដាក់ជូនទៅដល់ជើងភ្នំចូលទៅប្រាប់ថាយើងយកតែរបស់បន្តិចជួយបានហើយយកទៅសែនថ្វាយនោះហើយនាងប្រាប់អាមាតទាំងអស់ឲ្យត្រឡប់ទៅវិញទៅព្រោះយើងមិនមែននៅឆាប់ទេយើងនៅយូរលេងនាងនោះក៏ជឿតើក៏ប្រាប់ទៅអស់ប្រាប់ពួកនោះទៅផ្ទះអស់ស្ងាត់ឈឹងឡើងទៅលើកពូលភ្នំអាចរនោះចេញក្បាច់កាយដាក់នាងនោះសត្វតែខែងសត្វតែហងអញសម្លាប់ងែងនឹងអញស្លាយដើម្បីនឹងយកអានេះមាសពេជ្រនៅខ្លួនងែងណាប្រពន្ធនោះស្រឡាញ់កាំងម្ដងហើយបងហើយកុំធ្វើអញ្ចឹងចាសម្បត្តិត្រឹបទាំងអស់នេះរាប់បងហើយតើបងចង់បានយកចោលសុំមកទុកសម្លាប់សុំមកកុំសម្លាប់ខ្ញុំទុកជីវិតខ្ញុំអត់បានទេបើអញយកទុកងែងចោលងែងទៅប្រាប់ម៉ែឲ្យងែងម៉ែឲ្យងែងនឹងតាមស្លាប់អញដូចជាដាច់ខាត់ត្រូវទៅស្លាប់នាងជាភេទស្រីខ្សោយបើតបន្ទូលថាមិនជ្រះគេដូចជាផ្លូវមួយគឺស្លាប់ដាច់ខាត់ឃើញតែស្លាប់ 100% ឃើញតែស្លាប់ណែស្លាប់ទៅដល់នេះហើយបញ្ញានាងធ្វើមានបញ្ញាច្រើនអាសង្កាយកាប់ហើយមានបញ្ញាជិបរហូតមកព្រោះជានេះមានបញ្ញាហើយបើកើតជាតិណាបានបណ្ដោះរៀនសិក្សាថ្មីដល់អានោះបញ្ញាកាន់ចាំបានយើងស្លាប់លឺហើយថាយើងរៀនក្នុងខ្លះជាមួយគ្នាអ្នកខ្លះឆាប់ចាប់បានអ្នកខ្លះដោយចាក់ទឹកលើក្បាលទីអាហ្នឹងគឺមនុស្សយើងបើយើងគិតអតីតកាលនិងបច្ចុប្បន្នកាលទាក់ទងគ្នាណាពុទ្ធសាសនាទាក់ទងគ្នាអ្វីដែលយើងបានក្នុងពេលឥឡូវនេះ
គឺសុទ្ធតែមកពីអតីតដូច្នេះនាងថាបញ្ញារបស់អញត្រូវតែប្រើដើម្បីនឹងដោះខ្លួនឲ្យបានរួចពីសេចក្តីស្លាប់ពីព្រោះនាងធ្លាប់មានជំនឿលើព្រះពុទ្ធដោយព្រះពុទ្ធបទុមពុទ្ធរៈហ្នឹងដូច្នេះធ្លាប់មានជំនឿរបស់ព្រះពុទ្ធផ្សាយប្រទើដូចតែគ្នាតាតាមផ្សេងដូចតែគ្នាសិលសមាធិបញ្ញាដូចតែគ្នាដូច្នេះនាងធ្លាប់ស្ដាប់ពុទ្ធភាសិតដឹងចាំនៅក្នុងខ្លួនថាពុទ្ធភាសិតនេះភាគ29មានណាភាគ29ថាសេចក្តីស្រឡាញ់ស្មើនឹងខ្លួនមិនមានទេបើថាគ្មានអ្វីស្រឡាញ់ខ្លួនជាងខ្លួនយើងទេយើងជាអ្នកស្រឡាញ់ខ្លួនជាងខ្លួនយើងកុំទុកចិត្តថាណាគេស្រឡាញ់យើងជាងខ្លួនយើងនេះមិនគួរធ្វើប្រយោជន៍របស់ខ្លួនឲ្យសាបសូន្យព្រោះប្រយោជន៍អ្នកដទៃនេះគឺជាពុទ្ធវចនានៅភាគ29បើដឹងថាខ្លួនជាទីស្រឡាញ់ត្រូវរក្សាខ្លួននោះឲ្យល្អហើយនឹងអន្តហេអន្តតទៀតថោខ្លួនជាទីពេញរបស់ខ្លួននេះកំណត់ទាំងបាននេះបានផ្ទុំគ្នាឡើងបង្កើតឲ្យនាងសម្រេចចិត្តអញត្រូវឲ្យស្លាប់ចោលដាច់ខាតដូច្នេះមានការសម្លាប់មួយទេអាហ្នឹងវាមិនរំយកអាដែលវត្ថុមានតម្លៃគឺតែត្រូវស្លាប់ហើយនាងនេះដើម្បីរួចខ្លួនត្រូវស្លាប់ហ្នឹងដូច្នេះហើយបានជានាងប្រើបញ្ញានេះតាមពុទ្ធភាសិតដែលខ្ញុំនិយាយមិញអញត្រូវតែប្រើបញ្ញាអញមានបញ្ញាមិនទុកធ្វើអីទេត្រូវតែប្រើបញ្ញាបាននិយាយងល់ប្តីទៅវិញថាទៅហើយចោះបងបើបងថាត្រូវតែស្លាប់កពូននឹងសុកចិត្តស្លាប់ដែរធ្វើម៉េចដើម្បីបងណាដើម្បីបងហើយនាងបានវល់ប្តីថារបស់ខ្លួននេះជារបស់បងហើយតើសុំទៅកុំស្លាប់តែប៉ុណ្ណឹងណាសុំឲ្យមិនបានទៀតមិនព្រមទៀតដូច្នេះនាងត្រូវតែស្លាប់ណាអាចរនោះសម្លាប់ដោយសារអីដោយសារចិត្តប្រកបដោយកិលេសចិត្តអាក្រក់ធ្លាប់នៅព្រៃបានមកនៅផ្ទះបានមកនៅប្រាសាទបានមកនៅជាមួយនាងហើយមិនអស់ចិត្តទៀតធ្លាប់នៅព្រៃអត់ឃ្លានអាហារបានមកនៅអាហារដ៏ឆ្ងាញ់ដាក់ចានស្រចានអស់ចានឹងទៀតបានសុខបានអីមិនអស់ចិត្តទៀតចង់បាននេះចង់បាននោះចង់បាននេះរហូតដល់សម្លាប់ហ្នឹងនេះមនុស្សពេលអាវ៉ាសេសម្លាប់ពីព្រោះចិត្តចង់បានចិត្តជានិច្ចគេហៅថាហ្នឹងចង់បានណាហ្នឹងគេតណ្ហាហ្នឹងគេលេសតណ្ហាវាធ្វើជាម្ចាស់ទៀតវាធ្វើជាម្ចាស់ចោហ្នឹងអាតណ្ហាហ្នឹងវាបញ្ជាឲ្យអាចោហ្នឹងបញ្ជាណាមកនិយាយហៅតណ្ហាទាសៈហ្នឹងជាខ្ញុំតណ្ហាបញ្ជាឲ្យស្លាប់ហ្នឹងដល់នាងវល់ថាណាហើយបងបើបងត្រូវស្លាប់ក៏បងអូនក៏មិនដឹងធ្វើម៉េចទេសុកចិត្តស្លាប់ដើម្បីបងប៉ុន្តែមុននឹងស្លាប់បងអូនសុំច្រៀងរឿងឲ្យបងមើលអស់ចិត្តទាំងបងអូនអស់ចិត្តទាំងបងខ្ញុំសុំច្រៀងរឿងឲ្យបងមើលតាឮតានាងថាអញ្ចឹងវាអស់ហើយសប្បាយដល់ធ្វើអីទៅឲ្យតាសុកចិត្តព្រមស្លាប់វាអញ្ចឹងអានោះក៏មើលនាងរឹមដូចកុនខ្ញុំសម័យទៅដូចកុនល្អនាងរឹមយ៉ាងចេះរឹមប្រកែណាអានោះមើលឡើងខ្នងវាបែរទៅលើចូលលើកពុះរំខ្នងវាបែរទៅអាជួសជ្រូនដ
đò rơm nó bay cho bay là đò vô cháu niếng mình thạ đấy mình thạ lên niếng cả tràn rồi plek về lại tàu vũ trụ cho plek lắm tràn tập luyện tàu cho thuê tàu bay qua đánh khuôn đánh phá cái sập tàu nói với kinh giờ nào để niếng sầm lập cho đời xa ấy nè mình men chết trong dây bên chết á dây bên bành nhà bà cho nó cái chết khó dây bên chết toàn hai viết bên gì tụi tam sầu chết đó mà niên ấy sẵn lấp đôi bành nhà cất khơi ta đôi chỉ một professor đang đặc hiệu này cất khơi ta khuyên ấy sẵn lanh luôn chỉ chiên luôn anh mình trao phần đôi chú vết anh oi na anh mình trao thấy chú vết oi sạp sôn bro nè na xây điện đó anh ấy cứ niên vô bành nhà nó để thua oi niên sẵn lắm đời chết pi niên ấy khó khăn sẵn lắm màนี่ได้ข่าวท่าเอตพลรอปัญญาเนี่ยบอร์บอยโดยปัญญาหาปัญญาสัมปติมาเลยหาปัญญาสัมปติไปทุบมันนั่งหายอะไปยืมเหมือนขึ้นวิญญาณนะท่านยังคอยว่านั่นไม่คอเต้เปเลยจรามจรเทลียสลับตัวนะสมัยตีวดาเลยน้องเทศาปริงรุงก็สอดสอนเนียงได้นี่ตีวดานะข่าวตีวดาบรรลุtrongในปัตตานีไปรอเขาตีวดาเพียสัตโปรไปดาโปรไปอะไรบ้างต่างมูลเลยมันไม่ปะพุทธน้ำทรายโดยปะองเองแต่ไม่ได้เองได้อดเมียนเองเมียนไอไซก็ช่วยสาเวกก็ช่วยปะพุทธเตลโครนก็ช่วยเฮ้ยนึงตีวดาก็ช่วยเมียนบุญเนี่ยช่วยทรายก็เลยนาคลาตัวตีวดาเพียสัตแต่เลยนาคลาปะพุทธเพียสัตเดี๋ยวออกทรายเมียนบุญนี่จุกทรายไอ้ตีวดานะแต่เราเสียสากปุ่มน้องเคยเนี่ยเธออย่างนั้นสอดซ้อนเนี่ยตีดใช่ไหมนี่นกนี่เจ็บปมวยตำเพื่อมาร่อยไพ่ใบตีวดาท่าเพราะมันเมนเจ็บบันดึกน้องแฮตตั้งออกตีนี่สมัยตีวดาเพียสัตสมัยใส่ซะแต่จีเนี่ยเมียนออกใบเวียงไว้น้องแฮตนุ่งนกก็ชั่วท่าบันดึกบานได้โดยจะเมนที่บันทึกได้จีเนี่ยฉลาดเวียงไว้เนาะสมัยใส่ก็เมียนกับนึกฉลาดเวียงไว้โดยจีเพราะได้ไอ้ห้าบันทึกอย่างเพราะต่างสายบ้านนี่ตีลาเพราะมันเมนชั่วท่าบันทึกต้องแฮตแต่งอเต้สมัยใส่ซะแต่จีเนี่ยก็เคยโนประโยชน์โรฮะก็ชั่วท่าบันทึกได้มันเมนแต่เพราะเต้จีบันทึกใส่ได้แก่ยกปัญญามาประดอกสายปัญหาโรบานโรหะต้นจับเปลี่ยนโดยนี้นะก็เปลี่ยนเธอเปลี่ยนมาเปลี่ยนนี่ปัญญาไปยังอัดปัญญาลายจังกุยยมตัวโจรสลับมาเลยปัญญาเนี่ยอัดเองอย่างยิ้มละโหดอัดคลายมันก็อัดโปรเมียนสมบัติกาบอระโบโดยเธอนกครองครูเนียงนี่เกี่ยเตียวดาเฟซัสสาเนียงดอนเลียงสำหรับโจรหายจอกไปลืบน้มออกสังคมเกี่ยแสลนาธาออกสังคมก็บานได้แต่เคยอยากซ่อมตาบอกมวยปุเปรียมตาบอกเปรียมก็เน่าจมูกตาเน่าจมูกเลยสำหรับไงมวยนะเนี่ยคุยโดยเรียนด้วยสมาธิยังนักกรมเดิมเชื่อหมูซาเคยแก่เวียเพิ่มได้มากระดัดได้มาดุงมากระดัดดังโมบินาแต่ก็ว่าฟิ้งเรามาดอลาแก่เราเพิ่มมาดอมุกเนี้ยก็ตะเลี้ยได้อะไรฟิ้งแต่เขาเนียงบานก็กินในเม็ดมือแล้วก็เม็ดคือท่าบานเคยถือสอนลันซับเมนเตนหลังก็สู้ตาบอดแต่เราจะมวยนึงสู้หลังตาบอดนี่ประบานโอเคหัวปัญญาระบาดตับบอบาดตับบอระบานประทาเธอนี่เมียนแต่สาวิระบอบเปรี้ยสมณะกุดมเด้แต่ไอ้ดังแต่เธอนี่โจเนียนตัวสู้สาวิจ้ะเอาแต่เคยสาวิเนี่ยบูไปซ่องเยอะไปซ่องโดยยืงยังไงปันเปลูกเขาแต่มาหาสาวิ
សាវករបស់ព្រះសម្មាសម្ពុទ្ធពុទ្ធសាវកអត់តែឃើញសួរទៅមានថាសាវកពុទ្ធសាវកហ្នឹងឯងដែលអាចដឹងបានណែឡើងដល់ឃើញប្រសង់ជាពុទ្ធសាវកមួយអង្គហើយសួរនឹមទៅក៏មិនអស់ចិត្តខ្លួនឯងកែលោកខុសសម្ដីដែលឆ្លើយខុសមិនអស់ចិត្តក៏នឹមនាងហ្នឹងទៅជួបនឹងព្រះសម្មាសម្ពុទ្ធសមណគោតមយើងហ្នឹងព្រះសម្មាសម្ពុទ្ធបានស្ដាប់រឿងរ៉ាវអស់ហើយបានអប់រំនាងរហូតទីមហត់បានជាព្រះអរហន្តហើយព្រះពុទ្ធត្រង់សរសើរទៀតសើតានេះភាគ40គឺថាព្រះពុទ្ធត្រង់សរសើរពីបញ្ញាមនាលពីខុសទាំងឡាយការសាបសូន្យចាញាតនេះជាការសាបសូន្យបន្តិចបន្តួចទេការសាបសូន្យចាបញ្ញានេះទើបជាការសាបសូន្យដល់លីមួកជាងការសាបសូន្យទាំងអស់បញ្ញាគឺទី1ហើយក្នុងព្រះពុទ្ធវចនៈក្នុងព្រះត្រៃបិដកកន្លែងណាក៏ដោយក៏ព្រះអង្គសរសើរតែបញ្ញាចាញាតចាបងចាប្អូនចាកូនចាចៅតិចតួចទេអ្នកណាកើតចាអ្នកណាចាបញ្ញានេះបានថាលីមួកជាងការសាបសូន្យទាំងអស់នេះជាពុទ្ធភាសិតដូច្នេះខ្ញុំយល់ថារឿងនេះបងប្អូននឹងយល់ព្រោះខ្ញុំបាននិយាយថាអាសម្លាប់នាងហើយនាងសម្លាប់នោះគឺមនុស្សខុសគ្នាប្រើបញ្ជូបាយខុសនេះអាចហ្នឹងវាយកចិត្តខុសហ្នឹងចិត្តជាតណ្ហាទាសៈវាបញ្ជាដល់នាងនេះអត់ទេនាងនេះគឺថ្នាក់ខ្ពស់បញ្ញាប្រាប់នាងថាត្រូវស្លាប់តែនាងសឹកចិត្តស្លាប់ទៅសារចរហ្នឹងគឺយ៉ាងម៉េចសូមអរគុណនិងសូមអរគុណជួបគ្នាលើកក្រោយទៀត